bọn này phải chỉ thọp khơi sự cam hiệp rồi bỏกรม hôn mà chẩn nón chia sẻ nó không bị sai từ này kia nó hay làm thôi nó cam chia còn miền sự cam hiệp nó cá trâu rùm chuối đào sừng cúm chia sẻ nó không phải để bậtประเทศយើងកំពុងតែត្រូវរងសម្ពាធដោយចោលឆ្លៀនពៀនហើយមានសកម្មភាពក្នុងការជួយដល់ជនភៀសសឹកនិងវរៈកងទ័ពរបស់យើងដើម្បីការពារទឹកដីហើយក្នុងស្ថានភាពប្រទេសมันមានសង្គ្រាមស្ថាប័នក៏មានសកម្មភាពជាប្រចាំដែរក្នុងការចូលរួមជួយទៅដល់សង្គមផ្សេងដែលកន្លងមកបងប្អូនប្រហែលជាធ្លាប់ឃើញហើយសកម្មភាពទាំងអស់ហ្នឹងពាក្យបច្ចេកទេសគេហៅថា CSR ជាអ្វី CSR គឺជា corporate social responsibility មានន័យថាការទទួលខុសត្រូវរបស់ស្ថាប័នរបស់ក្រុមហ៊ុនចំពោះសង្គមអញ្ចឹងប្រកាសណាស់នៅក្នុងអាជីវកម្មគោលដៅដើម្បីស្វែងរកនូវប្រាក់ចំណេញក៏ប៉ុន្តែទន្ទឹមនឹងប្រាក់ចំណេញស្ថាប័នដែលស្តង់ដាក៏ត្រូវតែគិតគូរពីការផ្ដល់ឲ្យទៅកាន់សង្គមវិញជាវិជ្ជមានតាមរយៈសកម្មភាពសង្គមជាច្រើនអញ្ចឹងនេះគឺជាគោលការណ៍មួយដែលជាទូទៅស្ថាប័នធំស្ថាប័នស្តង់ដាគាត់តែងតែមានសកម្មភាព CSR ហ្នឹងគឺជាសកម្មភាពដែលក្រុមហ៊ុនចូលរួមចំណែកទទួលខុសត្រូវនៅក្នុងសង្គមហើយមានច្រើនមិនមែនតែសកម្មភាពដែលយើងឃើញនៅក្នុងបរិបទបែបនេះទេជាប្រចាំការផ្ដល់នៅចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងសកម្មភាពផ្សេងជួយដល់ការអប់រំជួយដល់បញ្ហាផ្សេងដែលបានកើតឡើងអាហ្នឹងគឺជាសកម្មភាព CSR មកពីពាក្យ corporate social responsibility ការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះសង្គមអូខេហើយកន្លងមកខ្ញុំក៏ធ្លាប់បាននិយាយដែរពាក្យបច្ចេកទេសមួយទៀតគឺ ESG environment social and governance តែអាពីរហ្នឹង CSR និង ESG ហ្នឹងវាខុសគ្នាវាម៉េចប្រសិនមកបងប្អូនអរគ្នាចង់ឲ្យខ្ញុំប្រៀបធៀបអាច comment yes នៅខាងក្រោមវីដេអូនេះខ្ញុំនឹងធ្វើការប្រៀបធៀបបកត្រឡប់មកវិញសម្រាប់បងប្អូនឬក៏ជាពិសេសបងប្អូនសិស្សនិស្សិតដែលកំពុងតែចាប់អារម្មណ៍ធ្វើការនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាឬក៏ក្រុមហ៊ុនផ្សេងជាទូទៅប្រកាសណាស់ការងារយើងមាន target យើងមានការខិតខំប្រឹងប្រែងរបស់យើងដើម្បីទទួលបាននៅប្រាក់ចំណូលឬក៏អភិវឌ្ឍតួនាទីនឹងតំណែងក៏ប៉ុន្តែរឿងមួយដែលសំខាន់អ្នកនរត្រូវគិតមិនត្រឹមតែការងារនិងប្រាក់ខែក៏ប៉ុន្តែថាតើក្រុមហ៊ុនរបស់យើងនេះបានគិតគូរទៅដល់សង្គមកម្រិតណាមានសកម្មភាព CSR ដែរទេនៅក្នុងយុទ្ធសាស្ត្ររបស់ស្ថាប័នមានបង្កប់នៅ ESG ដែរទេហើយទាំងអស់នេះហើយដែលធ្វើឲ្យយើងសប្បាយចិត្តយើងបានទាំងលុយយើងបានទាំងការរីកចម្រើនយើងបានចូលរួមជួយដល់សង្គមត្រឡប់ទៅវិញអានេះគឺជារឿងដ៏ល្អមួយដែលបងប្អូនអរគ្នាជាពិសេសបងប្អូនសិស្សនិស្សិតគួរតែពិចារណាមុននឹងចាប់ផ្ដើមការងារថាតើក្រុមហ៊ុនហ្នឹងមាន CSR ឬក៏ ESG ដែរទេអូខេអរគុណច្រើន